នៅក្នុងវីដេអូនេះពួកយើងបានធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរីក៏ប៉ុន្តែយើងអត់ជិះតាមផ្លូវជាតិលេខ76ទេគឺពួកយើងធ្វើដំណើរតាមផ្លូវលំទល់មុខសាលាស្រែរនាមចូលទៅដល់ភូមិកុងកុងចេញមកវិញតាមភូមិមេម៉ងស្រុកកែវសីមាហើយក៏បន្តទៅរហូតដល់ក្រុងសែនមនោរម្យតែម្ដងនៅក្នុងដំណើរជើងនេះផងដែរយើងបានឆ្លងកាត់ដែនជម្រកសត្វព្រៃធំៗចំនួន2គឺដែនជម្រកសត្វព្រៃភ្នំព្រិចនិងដែនជម្រកសត្វព្រៃកែវសីមារយៈចម្ងាយដែលយើងជិះលើកនេះគឺប្រហែលជា200គីឡូម៉ែត្រជាងបើយើងរាប់ចាប់ពីស្រុកស្នួលរហូតទៅដល់ក្រុងសែនមនោរម្យចាយពេលអស់14ម៉ោងហើយចំពោះផ្លូវធ្វើដំណើរជើងនេះវិញគឺខ្ញុំអាចនិយាយបានថាជាឋានសួគ៌សម្រាប់បងប្អូនលេងម៉ូតូត្រីហើយគឺមានផ្លូវគ្រប់សន្តានតែម្ដងមិនថាផ្លូវផុកផ្លូវទឹកផ្លូវថ្មផ្លូវឡើងភ្នំផ្លូវចុះទួលឆ្លងព្រែកឆ្លងអូគឺមានគ្រប់សន្តានតែម្ដងហើយកន្លែងខ្លះទៀតទៅយើងអត់មានស្ពានឆ្លងទេសឹងថាពិបាកខ្លាំងពេករហូតដល់អ្នកខ្លះចង់ត្រឡប់ក្រោយម្ដងក៏ថាបានដែរតើដំណើរមួយនេះពួកយើងបានជួបរឿងជួយចត់អ្វីខ្លះកុំឲ្យខាតពេលយូរតើបងប្អូនអរគ្នាចូលទៅកាន់វីដេអូពេញរបស់ខ្ញុំសិនឪពុកម៉ែបងប្អូនមានតម្រូវការចង់ទិញជាមួយនឹង iPhone, iPad, Oppo, Vivo, Samsung អាចរកទិញបាននៅហាងលក់ទូរស័ព្ទ Thera ដែលមានទីតាំងនៅស្រុកស្នួលខេត្តក្រចេះជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំម្ដងទៀតដូចសពមួយដងអញ្ចឹងអត់ទៅណាឆ្ងាយក្រៅពីម៉ូតូទេលើកនេះយើងទៅខេត្តមណ្ឌលគិរីដែលយើងចាប់ផ្ដើមចេញពីទីរួមស្រុកស្នួលដោយជួបជុំគ្នានៅផ្ទះជាងគៀដំបូងដាត់គ្នាថាម៉ោង6ចាប់ផ្ដើមចេញក៏ប៉ុន្តែលេតទៅដល់ម៉ោង7អញ្ចឹងពួកយើងជួបជុំគ្នាហើយក៏ចាប់ផ្ដើមចេញដំណើរទៅតែម្ដងវងមូស្រុកស្នួលគឺបត់ឡើងទៅខាងផ្សារស្នួលវិញហើយសម្រាប់ទេសភាពពេលព្រឹកបែបនេះគឺស្រស់ស្អាតជាពិសេសនៅមុខបរិយាវិមានភ្នំពេញនេះតែម្ដងធ្លាប់តែរដងជិះម៉ូតូធម្មតាអាចដែលបានថតដល់ពេលលើកនេះថតយកវីដេអូមកកាត់ទើបដឹងថាសម្រាប់ដូចនៅទីក្រុងអញ្ចឹងមើលមកផ្លែតច្រឡំនៅភ្នំពេញនេះក៏ប៉ុន្តែចម្ងាយឆ្ងាយពីភ្នំពេញ255គីឡូម៉ែត្រទើបទៅដល់ចម្ងាយផ្លូវប៉ុណ្ណាក៏មិនខ្វល់ដែរសំខាន់តែយើងមានចិត្តតែចង់ទៅដូចពួកខ្ញុំទៅមណ្ឌលគិរីអញ្ចឹងផ្លូវល្អអត់ជិះនាំគ្នាជិះតាមផ្លូវព្រៃជិះតាមផ្លូវផុកទាំងផ្លូវហ្នឹងអាចដែលស្គាល់អាចដែលជិះពីមុនមកទៀតអ្វីដែលកាន់តែពិសេសហ្នឹងត្រង់ថាខ្ញុំជិះម៉ូតូអាសងទេហើយគេគ្រប់គ្នាគឺជិះតែម៉ូតូធំបូមកលឡើងកពស់ណាស់ហើយខ្ញុំនេះអាសងទៅហើយចេះតាមគេតាមឯងហើយ010ហើយគិតមកដល់2026នេះគឺ6ទៅ10ឆ្នាំហើយសាច់តួកន្លែងខ្លះផុយបរានិយាយរួមទៅអាសងខ្ញុំនេះគឺនៅសំណុំទាំងអស់ខ្ញុំអត់តបានរស់រើម៉ាស៊ីនឡើងកែអីទេគឺខ្ញុំលេងតែគ្រឿងបពាក់បន្ថែមទេចំពោះគ្រឿងខាងក្នុងគឺខ្ញុំទុកនៅដដែលហើយពេលនេះគឺពួកយើងបានមកដល់មុខសាលារៀនស្រែរនាមអីគឺផ្លូវលំនេះដែលពួកយើងត្រូវចូលទៅមុននឹងចូលទៅពួកយើងក៏បានចូលទិញទឹកទិញអីទុកញ៉ាំដែរបងវាប៉ាដកធំមួយត្រេនមកផ្លាយបាននោះត្រេនខ្មែរមែនលើខ្មែរមែនលុយទិញត្រេនអត់មានទេតែបើលុយចាក់សាំងជីដើរលេងមានមកមិញពេញដែរពេញបន្ទាប់ពីទិញទឹកសុទ្ធភេសជ្ជៈហើយអ្នកខ្លះទៅក៏ត្រូវការចាក់សាំងបំពេញបន្ថែមហើយក៏ទិញសាំងទុកផងដែររួចរាល់អីសពគ្រប់អស់ហើយពួកយើងក៏ចាប់ផ្ដើមចេញដំណើរបន្តទៅមុខទៀតផ្លូវលំដំបូងនេះគឺជាផ្លូវលំ level 1ទេគឺមានគ្រោះក្រហមផ្លូវ smooth ស្រួលជិះអត់តាន់ដល់ផ្លូវពិបាកទេហើយម្នាក់គឺសប្បាយដេញគ្នាមែនតើដេញទៅដេញមកដេញទៅដេញមកផ្លូវស្ងាត់ហើយធំហើយអាឡងទៀតផ្លូវនេះគឺអត់មានបញ្ហាឧបសគ្គអីទេលក្ខណៈផ្លូវនេះជាផ្លូវដែលគេចូលទៅចំការឬក៏ចូលភូមិគេនៅខាងក្នុងនេះឯងពួកយើងជិះចូលមកដល់រៀងជ្រៅគូសំដែរក៏ជួបជាមួយនឹងពូគាត់លក់ពងទាយើងក៏សួរផ្លូវគាត់ថាតើផ្លូវហ្នឹងអាចធ្លុះទៅដល់មណ្ឌលគិរីអត់គាត់ថាអាចធ្លុះទៅដល់មណ្ឌលគិរីក៏ប៉ុន្តែគឺផ្លូវនេះគឺឆ្ងាយខ្លាំងទៅមែនតើពួកយើងថាឆ្ងាយប៉ុណ្ណាក៏បានដែរអត់ចោលទេសំខាន់ឲ្យតែមានផ្លូវធ្លាយទៅដល់មណ្ឌលគិរីសួរផ្លូវគាត់ហើយក៏បន្តដំណើរទៅមុខទៀតហើយមកដល់មុខនេះមានផ្លូវកែងមួយដែលយើងត្រូវបត់មកខាងស្ដាំគេនោះទៅវូបាត់ហើយនៅសល់ខ្ញុំជាអន់ចាំប្រូម៉ូណូគាត់ជិះរឿងយឺតដែរដោយសារម៉ូតូគាត់ប្រើកង់ស្ពណ៌ក៏បានដូរសបកកង់ដាក់កង់ក្រុសទេហើយម៉ូតូខ្ញុំនេះដាក់កង់ក្រុសខាងក្រោយកង់ធម្មតានៅខាងមុខអញ្ចឹងខ្ញុំអាចជិះលឿនបានខ្ញុំអត់ចាយទេផ្លូវបែបនេះធ្វើដំណើរមករៀងឆ្ងាយគួរសមដែរហើយមកដល់មុខនេះម៉ូតូគ្នាយើងគាត់ធូរខ្សែអង្គយ៉ាអញ្ចឹងយើងក៏ឈប់រឹតដូចជាមិនបញ្ហាអីធំដុំទេដោយសារតែជាងក៏មានសម្ភារៈប្រើប្រាស់ក៏មានគឺនៅក្នុងមួយកាបូបនេះខ្ញុំរីកមិនបងប្អូនដែលចូលចិត្តចូលព្រៃដើរលេងអីគួរតែមានមួយកាបូបនេះតាមខ្លួនដោយសារមួយកាបូបនេះមានតាំងពីប្រដាប់គាស់សបកកង់សោសម្រាប់ដោះកង់ស្នប់ប៉ុណ្ណានិយាយរួមទៅមកកាផ្លេនៅក្នុងហ្នឹងហើយបើសិនជាបងប្អូនចង់បានអាចតាក់ទងមកពេកខ្ញុំបានដោយឈុតនេះគឺខ្ញុំរៀបខ្លួនឯងដោយផ្ទាល់តែម្ដងបន្ទាប់ពីរឹតខ្សែអង្គយ៉ាម៉ូតូរួចពួកយើងក៏ចាប់ផ្ដើមបន្តដំណើរទៅមុខទៀតហើយជិះលើកនេះគឺយើងអមជាមួយនឹងទេសភាពតាមទីជនបទយើងគឺមានវាស្រែជាមួយនឹងទេសភាពអ្នកភូមិក៏ទៅស្រែចម្ការរបស់គាត់អីចឹងទៅ
ហើយបើចំពោះផ្លូវវិញគឺមិនទាន់ជាពិបាកខ្លាំងទេគ្រាន់ថាកន្លែងខ្លះទៅមានកលុកប្រហែលជា10ម៉ែត្រអីចឹងទៅមានទឹកដាក់ទឹកអីដែលធ្វើឲ្យពួកយើងហ្នឹងជិះអត់មានបថយដៃទេឃើញទឹកគឺកាន់តែឈ្មោលយកតែម្ដងហើយចំពោះខ្ញុំមួយ Pro Mono គឺអត់ហ៊ានលឿនដូចគេទេដោយសារប្រភេទមិនមែនជាម៉ូតូដែលគេហៅម៉ូតូត្រៃទេជាម៉ូតូធម្មតាមិនទាំងហ៊ានលឿនដូចគេហើយណាមួយម៉ូតូខ្ញុំគឺខ្ញុំមិនដោះធុងទេខ្ញុំដាក់ drone នៅក្នុងធុងហ្នឹងហើយខ្ញុំមាន accessory កាមេរ៉ាខ្ញុំនៅខាងក្នុងហ្នឹងទៀតអញ្ចឹងខ្ញុំអត់ហ៊ានលឿនទេតែ Pro Mono ចង់យឺតជាងខ្ញុំទៀតពេលខ្លះដោយកន្លែងនេះអីគឺពួកខ្ញុំឈប់ចាំ Pro Mono តាគ្រាន់តែគេមកដល់ភ្លាមគេប្រសាច់ទឹកដាក់បណ្ដោយអែហ្មង Pro អែហ្មងកន្លែងហ្នឹងអូខេហើយពួកយើងក៏បន្តដំណើរទៅមុខទៀតបើតាមខ្ញុំចាំកន្លែងហ្នឹងដូចជាចូលដល់ទឹកដីមណ្ឌលគិរីបដាហើយចំណែកឯពួកយើងក៏ឈប់សម្រាប់បន្តិចសិនតែអង្គានោះអត់សម្រាប់ទេពួកខ្ញុំអ្នកឈប់ផឹកទឹកផឹកអីគាត់អត់មានឈប់ទេពវល់ម៉ូតូជ្រេវិញហ្នឹងអញ្ចឹងពួកយើងនេះក៏មិនសុខចិត្តក៏នាំគ្នាបន្តដំណើរទៅមុខទៀតបើយើងក៏លេចទៅមើលប្លង់លើអាកាសវិញទោះបីនៅទីនេះមានសភាពស្ងប់ស្ងាត់ក៏ពិតមែននៅតាមបណ្ដោយផ្លូវក៏ប៉ុន្តែផ្ទះអ្នកភូមិក៏នៅហូរហែតាមនេះមិនជាឆ្ងាយគ្នាប៉ុន្មានទេគឺមានបន្តកតុយរហូតពេលនេះពួកយើងបានមកដល់មុខវត្តមួយហើយម៉ូតូរបស់ពួកយើងម្នាក់គឺបញ្ហាហ្វ្រាំងគឺប្រេងហ្វ្រាំងចេញពីគីឡូអស់លេងហើយចំណែកឯខ្ញុំនេះមានអារម្មណ៍ថាខ្លួនឯងដូចជាអ្នកជួយសង្គ្រោះអញ្ចឹងឲ្យតែមានបញ្ហាអីគឺរកខ្ញុំមុនគេព្រោះថាខ្ញុំមានកាបូបជួយសង្គ្រោះមួយនេះបន្ទាប់ពីយើងពិនិត្យមើលប្រាំងម៉ូតូនេះហើយគឺឃើញថាម៉ូតូគឺអត់មានប្រេងប្រាំងទេព្រោះកពុបតាមផ្លូវអស់ហើយប្រេងប្រាំងហ្នឹងគីឡូប្រេងប្រាំងហ្នឹងអត់មានកម្របតែមិនជាថ្មីទេដោយសារនៅមុខហ្នឹងគឺមានភូមិធំដែលគេមានលក់អីវ៉ាន់លក់អីដែរអញ្ចឹងយើងអាចទិញប្រេងប្រាំងយកមកចាក់វិញបានពួកយើងក៏បន្តដំណើរទៅមុខទៀតចម្ងាយប្រហែលជាបើយើងគិតជារយៈពេលប្រហែលជា10នាទីក៏មកដល់កន្លែងគេលក់ចាប់រួយហើយក៏មានជួសជុលម៉ូតូផងដែរកលែកទៅមើលម៉ូតូចាប់ដើមមើលលែងយល់បដាហើយចំណែកឯអ្នកបើកបរវិញក៏ចាប់ដើមឃ្លានបាយខ្លាំងដែរក្នុងគ្រប់ថាត្រីបាយបានតែឥឡូវតើបានបាយបាននោះជីអត់បាយជីលៀនបាយលៀនបាយហ៎អត់ទេបាយហើយអត់ទេចូលចាញ់បញ្ញាគេបងចង់និយាយថាមិញហ្នឹងប្រាប់ថាទិញទេតែគេដឹងថានៅហ្នឹងមានហើយមកគេអត់ខ្វល់អូសុំជីហោះមិនជីហោះទេទិញហើយតែកំពុងដែរផ្លូវនេះគេដឹងនៅហ្នឹងមានលក់មិនជីហោះទេទេរោរ៉ាខ្សែជាងនេះសើចាញ់បោកគេណាមួយនេះមកផ្លាញម៉ូតូជាមួយជាងទៅវិញចូលគៀងទាំងអស់ណាតាមពិតទៅពួកខ្ញុំទាំងអស់គ្នានឹងចាញ់ល្បិចអង្គាទាំងអស់គ្នាអង្គានាំមកលេងផ្លូវអញ្ចឹងដល់ពេលខូចម៉ូតូទៅវិញនងគ្នាធ្វើកន្លែងគាត់ទៅទាំងអស់ហ្នឹងក៏ប៉ុន្តែម៉ូតូនេះវិញមិនទាន់បានទៅដល់កន្លែងអង្គាទេគឺត្រូវធ្វើតាមផ្លូវបដាហើយដោយសារអត់ប្រេងប្រាំងរៀបចំប្រាំងម៉ូតូនេះមានសុវត្ថិភាពរួចរាល់ហើយយើងក៏ចាប់ដើមចាក់សាំងមកពេញនៅម៉ូតូផ្សេងទៀតហើយក៏បន្តដំណើរទៅមុខទៀតនឹងអាងបានសម្រាប់ឈប់ញ៉ាំបាយព្រោះថាដាច់បាយមកព្រឹកហើយពេលនេះយើងបានមកដល់ស្ពានដែកមួយដែលស្ពានដែកនេះគឺឆ្លងកាត់នឹងព្រែកមួយដែលមានឈ្មោះថាព្រែកតេហើយរមណីយដ្ឋានព្រែកតេគឺជាព្រែកនេះឯងគ្រាន់តែពួកយើងមកដល់លើស្ពានដែកព្រែកតេនេះភ្លាមទទួលបានបរិយាកាសល្អមែនទែនជាមួយនឹងខ្យល់បរិសុទ្ធត្រជាក់ស្រួលចំណែកឯនៅគោលស្ពានគឺមានផ្ទះអ៊ំប្រុសគាត់រស់នៅមួយគ្រួសារនៅទីនេះចឹងពួកយើងក៏បានសួរនាំគាត់អំពីផ្លូវទៅកាន់ខេត្តមណ្ឌលគិរីផងដែរទៅមណ្ឌលគិរីយើងវៀងវិញបន្ទាប់ពីសួរនាំផ្លូវលោកពូរួចហើយពួកយើងក៏មកថតរូបជុំគ្នាជិះជាមួយគ្នាប្រហែលជើងដែលមានរូបជុំគ្នាមិនទេអញ្ចឹងនៅក្នុងវីដេអូនេះដាក់ឯណានៃតែម្ដងធ្លាក់ដ្រូនចុះភ្លាមក៏ចាប់ដើមរៀបចំបាយហើយ surprise មែនតើគ្នាយើងពីរនាក់គឺអត់បានដាក់បាយមកដល់ពេលសួរនាំទៅក៏ថាចាំទិញតាមផ្លូវដាក់លុយមកដែរមានណានៅស្រុកនេះមានគេលក់បាយមកពីណាបាយអប់60000បាយ60000នេះហើយជាលទ្ធផលអាងទឹកប្រាក់ឥឡូវមានទឹកប្រាក់ក៏ធ្វើអត់ចេញដែរស្ពៃមានណាអាងទិញបាយទិញទៅមិនមានសំណាងឯងចេះខ្ញុំដាក់មកច្រើនហើយគ្នាយើងដាក់មកច្រើនដែរអញ្ចឹងក៏ចែកគ្នាតាមហ្នឹងទៅមើលទៅទឹកមុខម្នាក់ក៏ដឹងដែរគឺឃ្លានបាយឃ្លានទៅតែមែនតែណៃបាយព្រឹកក៏មិនតាន់បានបាយថ្ងៃក៏មិនតាន់បាននេះហើយមិនគេថាបាយផ្ទះមិនឆ្ងាញ់ទេមកវេទនាក្នុងព្រៃបាយទឹករួចរាល់ហើយពួកយើងក៏ចាប់ផ្ដើមបន្តដំណើរហើយជិះកាន់តែឆ្ងាយទៅពួកយើងក៏កាន់តែរំកិលគៀកនឹងដែនជំរកសត្វព្រៃភ្នំព្រិចហើយក៏ប៉ុន្តែម៉ូតូពួកយើងគឺមានបញ្ហាមួយគឺអស់ប្រេងប្រាំងអញ្ចឹងត្រូវចាក់ប្រេងប្រាំងបំពេញថែមទៀតបន្ទាប់ពីរួចរាល់ពួកយើងក៏ចេញដំណើរទៅមុខទៀតហើយបងប្អូនមិនបាច់ចាំឆ្ងល់ទេឃើញអីសចងនៅកតុយម៉ូតូខាងមុខខ្ញុំនេះគឺជាសម្រាមដែលពួកយើងញ៉ាំអាហាររួចរាល់អញ្ចឹងយើងអត់បោះចោលទេដើម្បីថែរក្សាបរិស្ថានរបស់យើងទាំងអស់គ្នាចាំដល់កន្លែងណាដែលយើងអាចទុកដាក់បានចាំយើងចោលយើងទាំងអស់គ្នាស្រឡាញ់បរិស្ថានស្អាតអញ្ចឹងយើងចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នាហើយពេលនេះគឺពួកយើងមកផុតបកោភ្លើងមកផុតភូមិគេអស់ហើយគឺចាប់ដើមចូលក្នុងព្រៃហើយចំពោះគ្នាយើងដែលឃើញកន្លែងណាតំណងគឺចុះលេងបដាហើយ
mình chẳng bao giờ đi rộp tràn thế để bóng ổn khơi được trong video muốn nâng chẳng nhưng mà đang thả thử bò giải bài nà từ nhầm đạo video chùm bùi nâng sound zin đẹp đòn từ hai play để bóng ổn của bóng thể khơi bên đi cứ được trong đan chùm rọc sạch play phun play đẹp đòn bây giờ đang thả tới thôi đồng nào phần màn cái lỗ tiệt tế từ đó phun từ miền mình uống nấy nâng an bàn su non mong pi play bẩn to tiệt cái bóng để chi sọc sọc nắng cái chuột nâng ổn pi nè để việc tránh màu bị hàng khăn nâng việc thả viêm về play việc đăng màu bị hàng na hàng này thế hay việc tha việc trong trên là hàng cái vinh lời nắng mệt nhom xua play ổn pi nè nó thế cứ ổn pi nè nắng xua play bụi nhom vinhហើយពួកខ្ញុំក៏ប្រាប់ថាឲ្យជីតាម1 2 3 4 យ៉ាងទៅដែលពួកយើងជីមកហ្នឹងហើយបើមិនច្បាស់កន្លែងណាឬក៏ផ្លេចភ្លាំងទេមើលតែតាមដានម៉ូតូទៅពួកអីយើងជីឆេពេញតែផ្លូវហ្នឹងឲ្យតែកន្លែងកែងនិយាយប្រាប់ផ្លូវគ្នារួចហើយអូនក៏បន្តដំណើរទៅមុខទៀតពួកយើងទាំងអស់គ្នាក៏បន្តដំណើរទៅដែរឥឡូវនេះគឺដល់សាច់រឿងពួកយើងវិញម្ដងជីមកគឺជ្រៅយកទៅមែនតែនមិនទាន់ឃើញផ្ទះមិនទាន់ឃើញអ្នកណាដែលយើងអាចសួរនាំផ្លូវបានទេចំណែកឯម៉ូតូរបស់ខ្ញុំគឺចាប់ដើមមានបញ្ហាគឺដាច់កាងខាងក្រោយវាដាច់តែមួយចំហៀងទេហើយមួយចំហៀងទៀតនៅជាប់តែខ្ញុំខ្ជិលសាំញ៉ាំតបាយច្រើនខ្ញុំទាញវាដាច់ទាំងសងខាងតែម្ដងទៅដំបូងគិតថាផ្លូវមិនពិបាកឬក៏កលុកខ្លាំងដល់ថ្នាក់ទេព្រោះនិយាយគ្នាជិះតាមផ្លូវរៀងស្រួលដែរទេតែមានណាលេងមកផ្លូវឡើងវេទនាហើយខ្ញុំនេះមានបានដោះកតុយក្រោយចេញណាឥឡូវមានអីមានតែតាមតាណាហើយយកខ្សែពួរយកមកចងដើម្បីបន្តដំណើរទៅមុខទៀតជិះមកមុខរៀងឆ្ងាយគួរសមដែរក៏មកដល់ផ្លាកមួយដែលគេសរសេរថាដែនជម្រកសត្វព្រៃភ្នំព្រិចពួកយើងទាំងអស់គ្នាឈប់នៅទីនេះហើយថតរូបខ្លះហើយក៏បន្តដំណើរទៅមុខទៀតព្រោះអីមានអារម្មណ៍ថាគឺអត់តន់ជួបភូមិអត់តន់ជួបមនុស្សអត់តន់ជួបអីទាំងអស់អញ្ចឹងគោលដៅដំបូងរបស់ពួកយើងទាំងអស់គ្នាគឺរកមនុស្សរកអ្នកណាក៏បានដែរឲ្យតែគេស្គាល់ភូមិសាស្ត្រនៅក្នុងតំបន់នេះដើម្បីសួរនាំគេអំពីភូមិសាស្ត្រអំពីផ្លូវដើម្បីយើងធ្លាទៅដល់ខាងខេត្តមណ្ឌលគិរីសំណាងល្អពួកយើងទាំងអស់គ្នាក៏បានជួបនឹងលោកពូដែលគាត់ជាអ្នកលក់បន្លែលក់អីតាមចការតាមអីតាមភូមិទូចដែលនៅក្នុងព្រៃនឹងឯងគាត់ចេញពីលក់មកហើយពួកយើងក៏ជួបសួរនាំទៅគាត់អ្នកនៅស្នួរដែរទេក៏ប៉ុន្តែតំបន់នេះគឺគាត់លុកឡើងសោះសាច់អីក្លុកក្លៀតណាក៏គាត់ស្គាល់ដែរហើយគាត់បញ្ជាក់ទៀតថាផ្លូវហ្នឹងឯងគឺទៅមណ្ឌលគិរីវាអត់ខុសទេគាត់ថានៅឆ្ងាយទៀតហើយម៉ូតូពួកយើងនេះគឺអស់សាំងអញ្ចឹងរៀងយ៉ាប់អីម្នាក់ចាប់ដើមស្លេកមុខស្លេកមាត់អីគាត់ក៏បញ្ជាក់ថែមទៀតថានៅមុខហ្នឹងប្រហែលជា5គីឡូដល់ភូមិកងនៅមុខហ្នឹងក៏គេមានលក់អីវ៉ាន់លក់អីដែរពួកយើងទាំងអស់គ្នាគ្រាន់តែលឺបែបនេះព្រាមក៏សាពះអរគុណគាត់ហើយរត់រះដើម្បីបន្តដំណើរទៅមុខទៀតពូប្រាប់ថា5គីឡូប៉ុន្តែផ្លូវដែលយើងជិះមកហ្នឹងរៀងឆ្ងាយដែរតាមពិត5គីឡូរបស់គាត់មែនគាត់ថាផ្លូវនេះយើងអត់ដែរមកហើយចិត្តយើងផ្ទះសារចង់ទៅដល់ភូមិភ្លាមអញ្ចឹងមានអារម្មណ៍ថាយូរគាត់នៅឃើញកលេថងគេចតក្បែរផ្លូវហើយឃើញផ្ទះអារម្មណ៍រំភើបមិនដឹងមកពីណាថាអូប្រពន្ធនេះធូរមែនតើធូរខ្លាំងហ្មងយើងសង្កេតឃើញថាផ្ទះបងប្អូនដែលគាត់រស់នៅទីនេះគឺធ្វើដាច់ឆ្ងាយគ្នាខ្លាំងផ្ទះខ្លះអាចដល់300ម៉ែត្រទេ200ម៉ែត្រទេមិនមានផ្ទះមួយហើយផ្ទះខ្លះទៅគាត់នៅក្នុងព្រៃអត់នៅជាប់នឹងផ្លូវទេហើយពេលនេះយើងបានមកដល់ផ្ទះលក់ចាប់រួចហើយដែលគាត់មានលក់សាំងផងដែរហើយពួកយើងក៏ឈប់សម្រាកដាក់ពេលនៅទីនេះតែម្ដងគេហ្នឹងឯងទីនោះមកពីវាលងមកងំដល់ហ្នឹងមក10គីឡូនឹងជីផ្លែហ្នឹងម៉ាននាទីហ្នឹងយើងជីលេងជីលឿនមែនអូហ្នឹងមិនលឿនប៉ុន្តែនេះយ៉ាប់ប៉ុនកលាកាប់អត់អីអីគាត់ថាម៉ូតូខ្ញុំមានយ៉ាប់ជាងគេដោយសារម៉ូតូអាសង់ហើយតែគាត់ថាអត់អីវិញបានកលាកាប់ពួកយើងទាំងអស់គ្នាគ្រាន់តែចូលមកចាក់សាំងភ្លាមបងប្អូនដែលគាត់រស់នៅក្បែរហ្នឹងគឺគាត់មកតែម្ដងគាត់មកសួរនាំយើងមកពីណាទៅណាទៅណីអីចឹងទៅហើយសនេសនាគ្នាលេងសើចក៏ក្តឹកពេញហ្នឹងពួកយើងឈប់ចូលលបាក់1ម៉ោងជាងដែរនៅទីនេះសាកថ្មទូរស័ព្ទសាកកាមេរ៉ាសាកអីពេញហ្នឹងតែម្ដងគាត់ចិត្តល្អមែនតើហើយគាត់ហៅយើងញ៉ាំបាយទៀតគាត់ថាញ៉ាំបាយញ៉ាំទឹកហើយនៅបើថាមិនទាន់ញ៉ាំទេគាត់ទៅដាំបាយឲ្យញ៉ាំនៅស្រុកខ្មែរយើងខ្ញុំហ៊ាននិយាយថាទៅណាក៏ដោយគឺអត់ដាច់បាយទេឲ្យតែយើងហាមាត់សុំគេមួយម៉ាត់ទៅគឺគេឲ្យហើយបាយទឹកនេះគឺគេមិនចិត្តអាក្រក់ទេប្រជាជនខ្មែរយើងនិយាយលេងសំណេះសនាជាមួយនឹងបងប្អូនដែលគាត់រស់នៅទីនេះរួចហើយក៏ដល់ពេលវេលាដែលពួកយើងត្រូវបន្តដំណើរទៅមុខទៀតហើយផ្លូវចេញពីភូមិនេះគឺចាប់ដើមមានលក្ខណៈបែបផ្សេងទៀតដោយសារមេឃទៅតែភ្លៀងហើយដែរទេនៅតំបន់នេះអញ្ចឹងទេសភាពនៅសងខាងគឺលក្ខណៈបៃតងខ្ចីញញតែម្ដងមិនមែនខ្ចីធម្មតាគឺខ្ចីញញហើយពេលនេះពួកយើងបានមកដល់ទីស្នាក់ការដែនជម្រកសត្វព្រៃភ្នំព្រិចខ្ញុំក៏បានចូលទៅសួរអំពីផ្លូវទៅកាន់ខេត្តមណ្ឌលគិរីថាតើបែបណាខ្លះពួកគាត់នៅទីនេះគឺច្បាស់ការតែម្ដងបន្ទាប់ពីបានព័ត៌មានល្អិតល្អន់អស់ហើយខ្ញុំក៏បន្តដំណើរទៅមុខទៀតហើយផ្លូវដែលយើងត្រូវទៅនេះគឺមានដើមឈើធំហើយមានតាពាំងព្រិចដុះអមសងខាងផ្លូវផងដែរហើយដើមឈើនៅទីនេះគឺធំច្រើនមិនមែនថាធំតែនៅផ្លូវទេបងប្អូនឈប់ម៉ូតូសឡឹងមកដាច់កតុយភ្នែកក៏នៅតែឃើញដើមឈើធំជាច្រើនផងដែរដែលដុះនៅទីនេះហើយមានអូហូរកាត់ផ្លូវដែលអូទាំងអស់នេះហើយពេលដែលមេឃភ្លៀងខ្លាំងគឺទឹកជន់ដែលជាការរំខានដល់បងប្អូនដែលគាត់រស់នៅក្នុងតំបន់នេះជាពិសេសគឺនារដូវវស្សានេះឯង
ពេលដែលពួកយើងទាំងអស់គ្នាចេញពីទីស្នាក់ការដែនចម្រុកសត្វព្រៃមកដល់ទីនេះគឺមានរយៈចម្ងាយឆ្ងាយខ្ញុំមិនអាចប៉ានស្មានរយៈចម្ងាយបានទេដោយសារតែម៉ូតូខ្ញុំដាច់ខ្សែកុងទ័រចម្ងាយបាត់ហើយគាត់ខ្ញុំអាចនិយាយបានថាមកក្រិនគូដែរបាទគឺជិះរៀងយូរដែរយូរមកទំហឹងហើយបានមកដល់នឹងព្រែកមួយនេះគឺគេហៅថាព្រែកតេខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចនៅកន្លែងព្រែកតេហ្នឹងគឺជាព្រែកតែមួយទេដែលយើងឆ្លងមុនហ្នឹងដែលគេហៅថាព្រែកតេស្ពានដែកហ្នឹងហើយព្រែកតេនៅផ្លូវជាតិលេខ7និងព្រែកតេនៅខាងខេត្តកញ្ចេះធ្លាក់ចូលទន្លេមេគង្គហ្នឹងក៏ជាព្រែកតែមួយជាមួយនឹងព្រែកនេះដែរឥឡូវត្រឡប់មកកាន់វីដេអូយើងវិញព្រែកនេះគឺធំហើយទឹកចាប់ដើមជន់ហើយដោយសារនៅខាងលើមេឃភ្លៀងហើយនៅមាត់ព្រែកហ្នឹងក៏មានគ្រួសារលោកពូដែលគាត់រស់នៅក្បែរនេះហើយលោកពូក៏បានរៀបរាប់ប្រាប់ពួកយើងថាព្រែកនេះទឹកជន់ខ្លាំងហើយចំពោះបងប្រុសម្នាក់ដែលគាត់បានឆ្លងមកមុនហ្នឹងគាត់ថាទឹកប្រហែលត្រឹមកគាត់ហើយកន្លែងខ្លះទៀតផុតក្បាលគាត់ដល់មកន្ទុងហើយនោះអូអាចារ្យមកមិនថាកើតយើងប៉ាមកយើងភ្ញាក់ឡាព្រឹកហើយពួកយើងក៏សួរគាត់ទៀតថាចុះពូមានវិធីណាដែលយើងអាចឆ្លងទៅត្រើយម្ខាងនឹងបានអត់ទាំងមនុស្សទាំងម៉ូតូគាត់ក៏តបវិញថានៅទីនេះគឺគ្រួសារគាត់នឹងឯងជាអ្នកចម្លងមនុស្សហើយនឹងម៉ូតូដើម្បីឆ្លងកាត់នៅទីនេះប៉ុន្តែបញ្ហាត្រង់ថាដោយសារវាជាដើមរដូវវស្សាអញ្ចឹងគាត់ធ្វើទូកអត់ទាន់ទេអត់មានអីដើម្បីចម្លងជូនពួកខ្ញុំទៅត្រើយម្ខាងទេហើយពួកខ្ញុំនេះចាប់ដើមអស់សង្ឃឹមមែនតែនបើឲ្យខំជិះម៉ូតូតាំងពីណាពីណីហើយមកដល់ទីនេះឲ្យបកក្រោយម្នាក់អត់មានពីណាគេចង់បកក្រោយទេសួរយ៉ាងណាក៏អត់ចង់បកក្រោយដែរក៏សម្រេចថាខ្ចីកានពូដើម្បីចងម៉ូតូបតែទៅម្ដងមួយហើយខ្ញុំនេះគឺចុះទៅកន្លែងទឹកនឹងផ្ទាល់តែម្ដងដើម្បីស៊ើបមើលទឹកថាទឹកមានជម្រៅណាហើយលបឿនទឹកហូរខ្លាំងកម្រិតណាយើងពិនិត្យមើលរកកន្លែងណារាក់ទឹកអត់សូវហូរដើម្បីបដែតម៉ូតូទៅបានហើយជារឿងអកុសលគឺអត់មានកន្លែងណារាក់ហើយក៏អត់មានកន្លែងណាដែលទឹកអត់ហូរដែរអញ្ចឹងដូច្នេះគឺពួកយើងមិនអាចបដែតម៉ូតូតាមកានបានទេហើយពួកយើងទាំងអស់គ្នាក៏សម្រេចចិត្តថារងចាំ1ម៉ោងសិនទៅដោតឈើនៅមាត់ទឹកដើម្បីចាំមើលថាតើ1ម៉ោងរយៈពេលដែលយើងរងចាំហ្នឹងទឹកឡើងឬក៏ទឹកស្រកព្រោះអីនៅតាមទឹកអូឬក៏ទឹកព្រែកបែបនេះពេលខ្លះនៅកន្លែងយើងអត់ភ្លៀងទេប៉ុន្តែអ្នកដែលនៅខាងលើឬតំបន់ខាងលើទឹកព្រែកហ្នឹងមេឃភ្លៀងគឺនឹងមានទឹកឡើងជន់មកដូចគ្នាបន្ទាប់ពីដោតឈើហើយខ្ញុំក៏ឈៀងទៅមើលទូករបស់ពូដែលគាត់ប្រាប់ថាខូចហ្នឹងជាក់ស្ដែងតាមដែលយើងមើលឃើញគឺខូចមែនខូចខ្លាំងធ្លុះធ្លាយខ្ទេចខ្ទីអស់លីងហើយអញ្ចឹងជំរើសមានតែរងចាំដើម្បីមើលស្ថានភាពទឹកតើឡើងឬក៏ស្រកដោយពាក្យចាស់លោកពោលថាការព្យាយាមគង់បានសម្រេចយើងព្យាយាមរយៈពេលជាង1ម៉ោងទឹកអត់ស្រកទេទឹកមិនឡើងហើយក៏មិនចុះដែរក៏ប៉ុន្តែគឺមានសម្លេងទូកឆ្លងកាត់ទីនេះដែលជាក្តីសង្ឃឹមថ្មីរបស់ពួកយើងទាំងអស់គ្នាយើងអត់បរាជ័យទេគឺឥឡូវហ្នឹងមានទូកមកហើយគឺយើងឆ្លងបានហើយអូសប្បាយចិត្តបានឆ្លងមិនព្រមចុះឲ្យកុំខឹងបងចូលដឹងដាក់អីម៉ែឆេតម្នាក់សប្បាយអមែនតើនៅពេលដែលបានទូកដើម្បីចម្លងទៅត្រើយម្ខាងទៀតហើយពួកយើងក៏ចាប់ផ្ដើមរៀបចំម៉ូតូចូលមកខាងក្រោមមាត់ទឹកនេះតែម្ដងហើយលើកម៉ូតូឡើងលើទូកឆ្លងទៅម្ដងមួយដោយអ្នកទៅដំបងគេបងអស់គឺបងវីដែលម៉ូតូក្រហមនេះហើយបន្ទាប់មកទៀតគឺបងគៀម៉ូតូ MSX ឡើងត្រៃនេះឯងហើយបន្ទាប់មកទៀតម៉ូតូទី3គឺម៉ូតូបងមណូ Winner ដែលទៅម្ដងមួយហើយម៉ូតូទី4គឺម៉ូតូខ្ញុំនេះឯងម៉ូតូខ្ញុំរៀងវេទនាជាងគេបន្តិចដោយសារវាមានកាងមានគុជហើយលើកទៅអញ្ចឹងត្រូវដោះគុជដោះអីនេះចេញឲ្យអស់សិនបានលើកទៅស្រួលលើកទី1សម្រាប់ខ្ញុំហើយក្នុងការជិះកាត់ទឹកអូទឹកព្រែកដ៏ធំបែបនេះហើយឆ្លងទូកឆ្លងអីគឺពិតជាមានអារម្មណ៍ថាប្លែកមែនតើគ្រាន់តែទូកបុកច្រាំពឹបខ្ញុំក៏ចាប់ផ្ដើមលើកម៉ូតូចុះហើយបេក្ខជនបន្ទាប់ហ្នឹងគឺបងបែងដែលម៉ូតូរបស់គាត់នេះគឺ Winner ស្វិតទេបងប្អូនប្រយ័ត្នមើលអត់ស្គាល់ថាជាម៉ូតូអីផ្សេងអីចឹងទៅចម្លងម្ដងមួយពួកយើងក៏បានមកដល់ត្រើយខាងនេះទាំងអស់គ្នាហើយពេលនេះអញ្ចឹងគោលដៅបន្ទាប់របស់ពួកយើងគឺធ្វើយ៉ាងណារកផ្លូវទៅកាន់ទីរួមខេត្តមណ្ឌលគិរីឲ្យទាល់តែបានអញ្ចឹងពួកយើងក៏សួរផ្លូវ EE ដែលគាត់នៅត្រើយខាងនេះបន្ថែមទៀតដូចជាមានប្រហែល 2-3 គ្រួសារដែរអ្នកនៅត្រើយខាងនេះបន្ទាប់ពីក្តៅព័ត៌មានបានចេញទៅដល់ឃុំមេម៉ង់យើងក៏ចាប់ផ្ដើមបន្តដំណើរចេញទៅមុខទៀតតែផ្លូវដែលយើងកំពុងតែធ្វើដំណើរនេះគឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចនៅឡើយទេមិនទាន់ចេញផុតទេនិយាយរួមទៅដែនជម្រកសត្វព្រៃភ្នំព្រេចនេះគឺធំលានសន្ធឹងតាំងពីខេត្តកញ្ចេះរហូតដល់ខេត្តមណ្ឌលគិរីហើយជាប់ជាមួយនឹងដែនជម្រកសត្វព្រៃកៅសីមាហើយជាប់ជាមួយនឹងដែនជម្រកសត្វព្រៃស្រែពុកផងដែរហើយឥឡូវនេះពួកយើងបានមកដល់កន្លែងទឹកហូរកាត់ផ្លូវមកកន្លែងអត់ដឹងថាកន្លែងនេះគេមានឈ្មោះថាម៉េចថាម៉ាទេក៏ប៉ុន្តែបរិយាកាសនៅជុំវិញហ្នឹងគឺតំណងអានេះបើសិនជានៅក្បែរទីប្រជុំជនណាមួយឬក៏នៅក្បែរស្រុកណាមួយដែលយើងគិតថាមានមនុស្សរស់នៅច្រើនល្ងាចគេអាចនឹងមកអង្គុយលេងនៅទីនេះឬក៏បង្កើតជារមណីយដ្ឋានមួយក៏ថាបានដែរនេះបន្ទាប់ពីឆ្លងទឹកហូរកាត់ផ្លូវរួចហើយពួកយើងក៏បន្តដំណើរទៅមុខទៀតដោយលើកនេះគឺឆ្លងកាត់ជាមួយនឹងដើមឈើធំជាងលើកមុនទៀតដូចជាដើមឈើទាលនេះជាដើមមិនដឹងជាអាយុកាលប្រមាណ100ឆ្នាំទេធំយកតែមែនតែនហើយខ្ពស់សន្លឹមតែម្ដងគេដុតដើមឈើទាលដើម្បីយកជ័រឈើទាល
ដើមជាទៀននេះគឺនៅក្នុងព្រៃជ្រៅហើយបន្តមកទៀតពួកយើងក៏បន្តដំណើរទៅមុខទៀតក៏ចេញមកដល់នឹងផ្លូវគ្រូក្រហមមួយដែលផ្លូវនេះយើងគិតថាជាផ្លូវធំអីហើយពួកយើងទាំងអស់គ្នាត្រូវបន្តនៅតាមផ្លូវនេះទៅរហូតឡើងតួចុះតួកាត់ព្រៃប្រឹក្សាអីយ៉ាងទៅរហូតពេលនេះពួកយើងបានមកដល់នឹងឃុំមេម៉ង់ហើយក៏ឈប់សម្រាកនៅផ្ទះជាងមួយកន្លែងដើម្បីឆែកមើលម៉ូតូថាតើមានបញ្ហាអីគេខ្លះមិនម៉ាយើងជួសជុលនៅកន្លែងហ្នឹងឲ្យហើយតែម្ដងអង្គាក៏ថាអត់មានម៉ូតូណាមានបញ្ហាទេអញ្ចឹងយើងអាចបន្តដំណើរទៅមុខទៀតបានអូខេ let's go ផ្លូវនៅឃុំមេម៉ង់នេះដូចជាមិនពិបាកពេកទេគ្រាន់ថាមានកលុកមួយពួកយើងចេញមកឆ្ងាយគួរសមដែរក៏មកដល់ផ្លូវចូលទឹកធ្លាក់មួយកន្លែងដែលមានឈ្មោះថាទឹកធ្លាក់ជីអាំងដោយចម្ងាយផ្លូវដែលចូលទៅខាងទឹកធ្លាក់ហ្នឹងគឺ4គីឡូម៉ែត្រហើយចំណែកឯផ្លូវធ្វើដំណើរវិញគឺពិបាកខ្លាំងម៉ូតូមុំទៅអត់រួចទេហើយពួកខ្ញុំទាំងអស់គ្នាក៏ខកពេលវេលានៅកន្លែងនេះជាង30នាទីដែរដោយសារតែផ្លូវពិបាកយើងមើលកងទ័រម៉ូតូមិត្តរួមក្រុមរបស់យើងគឺទៅតែចូលបាន2គីឡូទេពួកយើងក៏សម្រេចចិត្តថាបកក្រោយវិញដោយសារតែផ្លូវគឺកាន់តែពិបាកទៅចូលកាន់តែជ្រៅមានថ្មមានផុកមានអីល្អិលប៉ាក់បភិញពេញហ្នឹងហើយកន្លែងខ្លះចោតខ្លាំងឡើងបាក់គូតកេហិតដល់ម៉ូតូមួយដោយសារតែបញ្ហាទាំងអស់ហ្នឹងហើយទើបបង្ខំចិត្តឲ្យបកក្រោយវិញហើយពួកយើងក៏បន្តដំណើរបុកទៅកាន់ទីរួមខេត្តតែម្ដងហើយចំពោះផ្លូវដែលយើងធ្វើដំណើរនេះក៏មិនណយដែរដោយសភាពបងប្អូនឃើញជាក់ស្ដែងអញ្ចឹងសិតតែក្បាលថ្មផ្លូវនេះគឺជាផ្លូវដែលអ្នក rider គ្រប់គ្នាមិនថាខ្ញុំមិនថាអ្នកដទៃមិនថាបងប្អូនដែលចូលចិត្តជិះម៉ូតូគឺខ្លាចរអាមែនតែនហើយចំពោះសបកកង់ម៉ូតូដែលរត់នៅលើផ្លូវនេះគឺស្រាវមែនតែនស្រាវខ្លាចតែបែកសបកហ្នឹងតែម្ដងបើត្រឹមធ្លាយត្រឹមមុតអីស្រួលប៉ះតែបើបែកសបកគឺចប់ហើយអ្នកជិះម៉ូតូគឺវេទនាខ្លាំងហ្មងហើយផ្លូវក្បាលថ្មនេះមិនមែនមានប្រវែងត្រឹម100-200ម៉ែត្រទេខ្ញុំថាវែងចូលលបាក់10គីឡូលើចូល10-20គីឡូក្បាលថ្មហ្នឹងអាកន្លែងខ្លះទៅមានច្រើនឡើងទៅដឹកអាកន្លែងខ្លះទៅរៀនបានចន្លោះជិះម៉ូតូខ្លះឆ្លងកាត់ផ្លូវក្បាលថ្មដ៏សែនវេទនានេះរួចហើយពួកយើងក៏ចាប់ផ្ដើមចូលមកដល់ទីរួមខេត្តមណ្ឌលគិរីហើយក៏ធ្វើដំណើរបន្ថែមទៀតឆ្ពោះទៅកាន់រូងមូលគោព្រៃដែលជានិមិត្តសញ្ញានៅក្នុងខេត្តមណ្ឌលគិរីបញ្ជាក់បងប្អូនដែលថានៅក្នុងខេត្តមណ្ឌលគិរីគឺមានឈ្មោះក្រុងខុសនឹងខេត្តដែលខេត្តមានឈ្មោះថាខេត្តមណ្ឌលគិរីហើយក្រុងឈ្មោះថាក្រុងសែនមនោរម្យម៉ោង5:42នាទីមកដល់ខេត្តមណ្ឌលគិរីមកដល់ទីរួមក្រុងតែម្ដងពួកខ្ញុំទាំងអស់គ្នារកកន្លែងសម្រាកដើម្បីអង្គុយឲ្យបាត់ហត់ហើយក៏ទិញទឹកទិញអីញ៉ាំហើយអ្នកខ្លះទៅក៏ញ៉ាំបាយញ៉ាំពងមាន់ញ៉ាំបង្គាញ៉ាំនំប៉័ងញ៉ាំអីចឹងទៅបន្ទាប់ពីរួចរាល់ពួកយើងក៏ធ្វើដំណើរឆ្ពោះមកកាន់ស្រុកស្នួលវិញក៏ប៉ុន្តែមិនមែនជិះតាមផ្លូវដែលពួកយើងមកទេគឺយើងធ្វើដំណើរតាមផ្លូវជាតិលេខ76ហើយពីក្រុងសែនមនោរម្យមកកាន់ស្រុកស្នួលនេះគឺមានចម្ងាយ120គីឡូម៉ែត្របន្តិចយើងគិតថា120គីឡូម៉ែត្រចុះពួកយើងមកទាំងយប់តែម្ដងរហូតដល់ម៉ោង7ជាងក៏មកដល់ស្រុកកែវសីមាហើយរហូតមកដល់ម៉ោង8ជាងទើបមកដល់ស្រុកស្នួលហើយវីដេអូនេះក៏ចប់ត្រឹមតែប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយបងប្អូនទាំងគ្នាជម្រាបលាបាយបាយសិនឪពុកម៉ែបងប្អូនមានតម្រូវការចង់ទិញជាមួយនឹង iPhone, iPad, Oppo, Vivo, Samsung អាចរកទិញបាននៅហាងលក់ទូរស័ព្ទ Thera ដែលមានទីតាំងនៅស្រុកស្នួលខេត្តក្រចេះ